Ok, xui xoay phong phong nắng à. Chẳng dương châu đào môn là dương chọc đào mê riêng này dương thở riêng mê riêng tìm muối đi. Hú xóm thực cả này nó bị môi trường luôn này môi tới che. Môi tới che hay tới chầm nắc môi tầng ngọc này. Vì vua bị tầng ngọc này đây dương tới che tới chầm tầng ngọc này đấy. Chẳng bị tìm muối nó môi tới vô tới che bị good morning. Good morning នេះវាមានពាក្យមានសារៈប្រយោជន៍ណាស់សារៈសំខាន់ណាស់ចំពោះដែលយើងធ្វើ greeting ចំពោះមិត្តភ័ក្តិរបស់យើងណានៅពេល good morning យើងប្រើតែពេលព្រឹកទេណាકોઈទាំងអស់គ្នាអញ្ចឹងពេលព្រឹកហ្នឹង morning នេះយើងប្រើតាំងពីម៉ោង12កន្លះទៀតណា12លើស1នាទីឬ2នាទីហ្នឹងគេប្រើ good morning ណាអញ្ចឹង good morning គេប្រើតាំងពីម៉ោង12លើស1នាទីលើស2នាទីរហូតមកដល់ពាក់កណ្ដាលថ្ងៃត្រង់ណាមកដល់ពាក់មកដល់ម៉ោង11:59នាទីអាហ្នឹង good morning មួយទាំងអស់គ្នាណាហើយបន្តមក good afternoon អញ្ចឹងអត់ទេឥឡូវពូគាត់ឲ្យក្មួយយល់អំពីពាក្យថា good morning ណាមួយទាំងអស់គ្នាត្រូវតែចេះពាក្យហ្នឹង good morning នៅពេលដែលយើងធ្វើគិរិយាកិច្ចចំពោះមិត្តភ័ក្តិរបស់យើងពេលព្រឹកនេះយើងត្រូវ good morning ណា good morning អញ្ចឹងក្មួយត្រូវតែចេះពាក្យ good morning ណា good morning នេះបើបកពាក្យខ្មែរថាអរុនសួស្ដីណាអរុនសួស្ដីក្មួយទាំងអស់គ្នាណាចឹងបន្ទាប់ពីអរុនសួស្ដីឲ្យក្មួយត្រូវចេះពាក្យមួយទៀត what is today what is today ណាក្មួយទាំងអស់គ្នា what is today ណាចឹង what នេះ W A T នេះអានថា what ណាក្មួយណាដល់ is នឹង I និង S នឹងអានថា is ណាហើយ today នេះ T O D A Y នឹងអានថា today ចឹង3ពាក្យនេះបង្កើត3ពាក្យនេះមានន័យថាបង្កើតជាសំណួរមួយណា what is today យើងបកប្រែថាតើថ្ងៃនេះគឺជាថ្ងៃអ្វីចឹងក្មួយត្រូវចេះទាំងអស់គ្នាចឹង what is today what is today ក្មួយទាំងអស់គ្នាណាប៉ុន្តែដល់ពេលឆ្លើយវិញនៅពេលដែលយើងឆ្លើយនៅពេលអ្នកណាសួរយើងម្នាក់យើងតែឆ្លើយនៅពេលអ្នកណាលើកសំណួរនោះមកសួរយើងតែឆ្លើយត្រឡប់ទៅវិញថា today ឆ្លើយ today ចឹងបង today is ណា today is យើងឆ្លើយថា today is Monday ចឹងថ្ងៃនេះថ្ងៃ Monday ណាមួយទាំងអស់គ្នាណា Monday 11 May 2026មួយណាទាំងអស់គ្នាណាចឹងកាលណាគេសួរយើងសំណួរថា what is today ចឹងទៅតាមថ្ងៃណាមួយណាពីព្រោះថ្ងៃនេះថ្ងៃច័ន្ទយើងឆ្លើយថ្ងៃច័ន្ទប៉ុន្តែបើសិនជាថ្ងៃស្អែកថ្ងៃគៀគេសួរចំថ្ងៃស្អែកនេះយើងឆ្លើយ Tuesday ណាទាំងអស់គ្នាណាទៅតាមថ្ងៃណាក្នុងមួយសប្តាហ៍គេសួរចំថ្ងៃអីយើងឆ្លើយថ្ងៃហ្នឹងប៉ុន្តែសំណួរដែលក្មួយត្រូវចាំណាត្រូវចាំពាក្យដំបូងក្មួយត្រូវដំបូងហ្នឹងត្រូវយល់អំពី what is today ទាំងអស់គ្នាណាក្មួយណា what is today តើថ្ងៃនេះគឺជាថ្ងៃអ្វីទាំងអស់គ្នាណាចឹងពាក្យហ្នឹងចាំបាច់ណាស់ដែលយើងត្រូវប្រើចំពោះមិត្តភ័ក្តិរបស់យើងចឹងយើងត្រូវចេះដល់ពេលឆ្លើយវិញឆ្លើយថា today is ណា today is Monday Tuesday Wednesday Friday Saturday Thursday អញ្ចឹងទៅណា Sunday អញ្ចឹងទៅតាមតែថ្ងៃដែលគេសួរយើងណាទាំងអស់គ្នាអញ្ចឹងសំណួរទី2នេះក្មួយត្រូវតែចាំពាក្យហ្នឹងណាហើយពូមកសរសេរអក្សរខ្មែរឲ្យទៀតដើម្បីស្រួលអានកុំឲ្យភ្លេចណានៅ what ដាក់ what ដល់ស្អាតតបន្តមក what ណា is ហ្នឹងអក្សរ o អក្សរ a និងស is ណាហើយ today what is today តើថ្ងៃនេះគឺជាថ្ងៃអ្វីដែលក្មួយត្រូវចេះពាក្យដំបូងណាក្មួយទាំងអស់គ្នាណាចឹងពាក្យមួយទៅ good morning ទី2គឺ what is today យើងសរសេរអក្សរខ្មែរមកខខ្មែរហ្នឹងដើម្បីកុំឲ្យភ្លេចអានណាហ្នឹងហើយដាក់សរសេរអក្សរអង់គ្លេសចឹងទៅណាហើយសំណួរទី3 who can spell កាលណា sentence clear ប្រយោគនេះវាសំណួរនេះជាទូទៅសម្រាប់គ្រូសួរទៅសិស្សទេ who can spell ណាតើអ្នកណាអាចប្រកបបានអញ្ចឹងកាលណាយើងប្រើ who នេះគឺមិនចំពោះអ្នកណាម្នាក់ទេទាំងអស់គ្នាមកថាសិស្ស10នាក់ហ្នឹងមានន័យថាតើអ្នកណាទាំងអស់គ្នាហ្នឹងតើអ្នកណាដែលអាចប្រកបបានអញ្ចឹងគេប្រើ who អញ្ចឹងមួយទាំងអស់គ្នាណាហ្នឹងអញ្ចឹង who can spell តើអ្នកណាអាចប្រកបបានណាហើយដល់សំណួរមួយទៀតសំណួរចំនួនក្រោយនេះ can you spell man can កាលណាយើងប្រើ can you spell កាលណាយើងប្រើ you នឹងសំដៅទៅលើម្នាក់ណាអ្នកនៃ10នាក់ហ្នឹងឯងគ្រូឆ្អល់អ្នកណាមួយឯងតើអ្នកអាចប្រកប man បានទេណា can you spell man អញ្ចឹងតើអ្នកអាចប្រកប man បានទេអញ្ចឹងនៅពេលដែលលោកគ្រូសួរថា can you spell man តើអ្នកអាចប្រកបពាក្យថា man
ឆ្លើយទៅវិញឆ្លើយមកគ្រូវិញឆ្លើយមកគ្រូវិញយើងថា yes I can ណា yes I can ហើយបន្តថា man I spell M A N ណាយើងឆ្លើយជាភាសាអង់គ្លេសមកកាន់គ្រូវិញកាលណាគ្រូសួរថា can you spell man យើងឆ្លើយថា yes I can man I spell M A N ណាគួយទាំងអស់គ្នាណាអ្នកទាំងអស់គ្នាណាពីនេះដែលពូចង់ឲ្យក្មួយហ្នឹងយល់ណាពីព្រោះពូនឹងប្រើជារៀងរាល់ថ្ងៃក្រោយហ្នឹងក្មួយនឹងសុំពាក្យពូនឹងចាប់ច្បាស់នៅពាក្យពូហើយណាពីព្រោះក្នុងគរុកសលនៅក្នុងការដែលពូបាននិយាយឲ្យនៅក្នុងវីដេអូទី1នេះពូនឹងធ្វើការបង្រៀនក្មួយឲ្យចេះអានចេះសរសេរនៅក្នុងរយៈពេល8ខែទៅ10ខែក្មួយណាហ្នឹងពីព្រោះពតពិសោធន៍របស់ពូបង្រៀនសិស្សតតែ8ខែសិស្សសរសេរបានល្អអានបានល្អមកក្នុងការភាសាអង់គ្លេសណាប៉ុន្តែបទពិសោធន៍តាមអនឡាញនេះជាទី1ប៉ុន្តែពូថាមិនខុសគ្នាប្រហែលទេឲ្យតែក្មួយនឹងយកចិត្តទុកដាក់ក្នុងការអានអ្វីដែលពូដាក់ឲ្យណែនោះដូចពីអញ្ចឹងណាពីព្រោះយើងមានខ្មែរចេះឲ្យថាអាននិយាយឡើងអានទៅនិយាយឡើងអានពីម៉ោង7ដល់8មុនចូលដេកក្មួយត្រឡប់ណាពីព្រោះកាលណាយើងដោះផ្លាស់ប្ដូរស្រុតគំនិតរបស់យើងនឹងទៅល្អវានឹងបានជោគជ័យរបស់យើងថ្ងៃក្រោយយើងធ្វើអីក៏បានជោគជ័យដែរបើមិនយើងចេះឈ្នះខ្លួនឯងណាប៉ុន្តែបើមិនយើងធ្វើឲ្យខ្លួនយើងដឹកនាំខ្លួនយើងគ្មានបានជោគជ័យទេអញ្ចឹងថ្ងៃនេះយើងជួបគ្នាតែប៉ុណ្ណឹងបានមួយហ្នឹងពីព្រោះថ្ងៃនេះវាសំខាន់ណាស់ដែលពាក្យនេះដែលយើងត្រូវរៀនចេះជាមួយពូហើយចេះឆ្លើយត្រឡប់មកវិញជាមួយពូនោះមួយណាអូខេចុះប៉ុណ្ណឹងចុះជួបគ្នានៅវីដេអូក្រោយទៀតអូខេប៉ុណ្ណឹងចុះបាយបាយ